សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំម្ដងទៀតហើយចឹងថ្ងៃនេះខ្ញុំនឹងមករៀនអ្នកនរគ្នាអំពី command line Linux ថ្មីទៀតហើយចឹង command line ទី1គឺ command line ps វាសូតកតងទៅនឹងactive process តើឥឡូវហ្នឹងយើងពង process អីខ្លះចឹង command បន្ទាប់ទៀតគឺយើង find all process ដែលវា relate ទៅនឹង telnet all process ចឹងយើងវាយមក ps .a aux ហើយយើងអានេះយើង grab នេះ filter ណា yes ចឹងយើងមក command បន្ទាប់ទៀតគឺ command disusage ចឹង command line បន្ទាប់គឺ df.h មានន័យថាវាបង្ហាញទៅលើ free space ថា space យើងសល់ប្រមាណចឹងនេះ space យើង15G ប្រើអស់ 2G នេះចឹង command line បន្ទាប់ទៀតគឺ df.i វាបង្ហាញពី free inode នៅលើ CentOS របស់យើងហ្នឹងហើយនេះគឺជាចំនួន inode សរុបនេះចំនួន inode ដែលយើងបានប្រើហើយនេះចំនួន inode ដែលនៅសល់ទៀតចឹងយើងមក command line បន្ទាប់ទៀតf this ចឹង command line នេះវា show នេះ command line នេះវា show this partition size និង type ចឹង command បន្ទាប់ទៀតដូចជាយើងចង់មើលថ្ងៃខែ calendar យើងវាយ cal មកថ្ងៃហ្នឹងថ្ងៃទីប្រហែលថ្ងៃទី27ខែប្រហែលខែ2ឆ្នាំ2026យើងក៏អាចមើលទៅលើ CPU information បានដូចគ្នាចឹងយើងវាយ command cat pros cpu info នេះចឹងយើងមើលមកនេះ Intel Core ឯណា Core i5 yes យើងក៏អាចមើលmemory information បានគ្នាយើងវាយមក cat pros yeah នេះអ្នកមើលបានមាន total មានអីមកកណ្ដោនេះហើយមួយទៀតយើងចង់មើលដល់ម៉ោងទៀតយើងដឹងថ្ងៃឯងយើងមើល detail ចឹងមុនទៀតចឹងប្រើ command line that យ៉ាចឹងនេះឥឡូវហ្នឹងអូនៅនេះហត់មើលឃើញអូនេះអានេះ notification មុននេះចឹងឥឡូវនេះម៉ោង10ថ្ងៃសុក្រម៉ោង10ទី27អីហ្នឹងយ៉ាយើងចង់មើល specific ជាងហ្នឹងទៀតយើងចង់មើលដល់នាទីទៀតយើងមើលវា detail ជាងហ្នឹងទៀតយើងវាយ command up time អូខេនេះវា command up time ហ្នឹងវា show current up time ណាអូខេចឹង command បន្ទាប់ទៀតយើងមើលតទៅនឹង kernel information ចឹងយើងវាយuname.a នេះជា kernel information របស់យើងចឹង command line បន្ទាប់ទៀត command line free ចឹងវា show total memory ហើយនឹងចំនួន swap យ៉ាចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ